ជំរាបសួរកូនៗទាំងអស់គ្នាថ្ងៃនេះយើងរៀនអំពីមេរៀនការប្រៀបធៀបថ្ងៃនេះយើងនឹងធ្វើលំហាត់អំពីមេរៀនការប្រៀបធៀបទាំងអស់គ្នាលំហាត់ទី1រូបណាធំជាងគេរូបទី1កប៉េបស៊ីរូបខដបទឹករូបកោគឺកូកាកូឡាឥឡូវគិតបន្តិចមើលតើរូបណាធំជាងគេចម្លើយដែលត្រឹមត្រូវគឺរូបកូកាកូឡាឥឡូវនេះយើងចូលដល់លំហាត់ទី2តើរូបណាតូចជាងគេរូបករូបមិនកោរូបខរូបកូនមាន់រូបកោរូបមេមាន់ឥឡូវកូនគិតមើលរូបណាដែលតូចជាងគេចម្លើយដែលត្រឹមត្រូវគឺខកូនមាន់លំហាត់ទី3តើរូបសត្វណាធំជាងគេរូបកកូនមាន់រូបខកូនទារូបកោកូនជ្រូកឥឡូវកូនគិតទាំងអស់គ្នាមើលថារូបសត្វណាដែលធំជាងគេចំណុចដែលត្រឹមត្រូវគឺកូនជ្រូកកូនឥឡូវនេះយើងនឹងចូលដល់លំហាត់ទី3ឥឡូវនេះយើងចូលដល់លំហាត់ទី3តើរូបណាតិចជាងគេរូបករូបចេករូបខផ្លែបឺរូបគោផ្លែស្វាយតើកូនគិតមើលតើរូបណាតិចជាងគេចម្លើយដែលត្រឹមត្រូវគឺគោផ្លែស្វាយឥឡូវនេះយើងចូលដល់លំហាត់ទី4តើរូបណាច្រើនជាងគេរូបកផ្លែទំពាំងបាយជូររូបខផ្លែម្នាស់រូបគោត្រប់វែងឥឡូវកូនគិតបន្តិចមើលតើរូបណាដែលច្រើនជាងគេចម្លើយដែលត្រឹមត្រូវគឺរូបខផ្លែម្នាស់ឥឡូវនេះយើងចូលដល់លំហាត់ទី5តើកែសណាដែលគ្មានកំប៉ុងកូនមើលសង្កេតមើលរូបកហើយនិងរូបខតើកែសមួយណាដែលគ្មានកំប៉ុងឥឡូវកូនគិតបន្តិចតើរូបណាដែលគ្មានកំប៉ុងកែសមួយណាចំណុចដែលត្រឹមត្រូវគឺកែសខគឺអត់មានកំប៉ុងអ្វីទាំងអស់ចំណុចឲ្យកែសខគឺមានកំប៉ុងហ្វាន់តាYou did great. See you next time.